តើខ្យូងអង្កាមមានអត្ថប្រយោជន៍អ្វីខ្លះហើយតើគេធ្វើដូចម្តេចទើបទទួលបានខ្យូងអង្កាមខ្យូងអង្កាមមានសារៈសំខាន់ណាស់ចំពោះរុក្ខជាតិគ្រប់ប្រភេទវាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដែលជួយបង្កើនទិន្នផលដំណាំជួយឲ្យមានខ្យល់ចេញចូលធ្វើឲ្យដីផុសបានល្អជួយឲ្យដំណាំយើងងាយស្រួលស្រូបយកសារធាតុចិញ្ចឹមនិងទឹកជួយបង្កើន pH ដីធ្វើឲ្យមានប្រយោជន៍ដល់ដីនិងរុក្ខជាតិជួយបង្កើនប៉ូតាស្យូមនិងម៉ាញ៉េស្យូមដែលរុក្ខជាតិត្រូវការជួយបង្កើនពពួកសត្វល្អិតមានប្រយោជន៍ដូចជាចន្លេនថ្មជាដើមហើយកាត់បន្ថយពពួកសត្វល្អិតចង្រៃនិងជំងឺផ្សេងៗខ្យូងអង្កាមមានកាបូនខ្ពស់ដែលអាចជួយធ្វើរស្មីសំយោគរបស់រុក្ខជាតិបានខ្យូងអង្កាមគឺខ្ញុំតែងដុតបែបនេះបងប្អូនកន្លែងណាដែលអត់ទាន់ឆេះគឺជោគត្រឡប់វាដាក់ឲ្យឆេះសមខ្ញុំដុតតាំងពីម៉ោង 2 ថ្ងៃរហូតដល់ម៉ោង 6 ជាងទៅបានបាញ់ទឹកប្រលត់យកងងឹតហើយបានថតជូនបងប្អូនទេមានតែកាត់ជាឧទាហរណ៍គឺរាយពនុកខ្យូងអង្កាមយើងឲ្យរាបហើយស្រោចទឹកឲ្យជោគនៅពេលដែលវាត្រជាក់គឺអាចយកទៅប្រើប្រាស់បានហើយពេលនេះខ្យូងអង្កាមគឺមានរូបរាងបែបនេះអាចថាសភាពជាខ្យូងនឹងបានជិត 90% ចុះដោយសារតែនៅសល់ពណ៌លឿងនឹងរាងតិចៗដែរ